បន្តទៅនិយាយអំពីអង្គការមួយដែលធ្វើការពាក់ព័ន្ធជាមួយនឹងបាល់ទាត់គឺអង្គការ HFCA បានរំពឹងថានឹងបំផុសចលនាស្ត្រីក្នុងបាល់ទាត់បន្ថែមទៀតក្រោយមានការចូលរួមពីសំណាក់តារាសម្ដែងកញ្ញា Red Sarita អង្គការ Happy Football កម្ពុជាអូស្ត្រាលី HFCA និងតារាសម្ដែងដ៏មានប្រជាប្រិយកញ្ញា Red Sarita បានសហការគ្នាដើម្បីលើកទឹកចិត្តនិងជំរុញដល់ក្មេងស្រីតាមរយៈការលេងបាល់ទាត់តាមរយៈការអញ្ជើញចូលរួមកម្មវិធីបាល់ទាត់របស់អង្គការនៅភូមិអូរុងខេត្តសៀមរាបនាថ្ងៃទី8ខែឧសភាឆ្នាំ2024ខាងមុខថ្លែងក្នុងសន្និសីទសារព័ត៌មាននៅសាលា Nason Grip Academy កាលពីថ្ងៃទី30ខែមេសាលោក Parik Grogan ស្ថាបនិកអង្គការ Happy Football កម្ពុជាអូស្ត្រាលីបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានកញ្ញា Red Sarita ដែលជាតារាសម្ដែងឆ្នើមនិងធ្លាប់ក្រងមកុដបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ2020លោករំពឹងថាវត្តមានរបស់តារាសម្ដែងរូបនេះនឹងបំផុសចលនាស្ត្រីក៏ដូចជាក្មេងស្រីក្នុងវិស័យបាល់ទាត់ឲ្យកាន់តែច្រើនត្បិតមុនប្រឡូកនឹងទទួលបានជោគជ័យក្នុងវិស័យសិល្បៈកញ្ញា Sarita ក៏ធ្លាប់វឹកហាត់និងលេងកីឡាបាល់ទាត់តាំងពីក្មេងហើយបន្តលេងកីឡាជាច្រើនទៀតពិសេសគុនល្បុក្កតោដើម្បីក្លាយជាស្ត្រីដ៏រឹងមាំមានវិន័យនិងទំនាក់ទំនងល្អក្នុងសង្គមថ្ងៃនេះនឹងឲ្យគាត់ទទួលបានដៃគូថ្មីពីកញ្ញា Sarita ហើយគាត់មានគេហៅថាឥទ្ធិពលជំនួសមានឥទ្ធិពលនៅក្នុងសង្គមខ្មែរយើងចាគាត់សង្ឃឹមថាកញ្ញា Sarita នឹងចូលរួមជួយលើកទឹកចិត្តក៏ដូចជាជំរុញក្មេងស្រីក៏ដូចជាស្ត្រីនៅប្រទេសកម្ពុជាយើងនឹងឲ្យកាន់តែចូលរួមលេងកីឡាមិនថាកីឡាបាល់ទាត់ទេកីឡាអីផ្សេងក៏បានដែរចាហើយគាត់ជឿជាក់ថាទឹកដមសម្ដីរបស់ Sarita គឺមានទម្ងន់ធ្ងន់ជាងគាត់ដោយសារគាត់ជឿជាក់ថាស្ត្រីក៏ដូចជាកុមារីនៅតាមខេត្តឬក៏នៅទីក្រុងភ្នំពេញហ្នឹងគឺគេហៅថាគោរពឬក៏អាចនឹងទទួលបានសារហ្នឹងលឿនតាមរយៈ Sarita ដោយសារ Sarita មកពីសញ្ជាតិតែមួយឬក៏ជនជាតិតែមួយអញ្ចឹងទៅធ្វើឲ្យក្មេងស្រីក៏ដូចជាស្ត្រីផ្សេងៗហ្នឹងគាត់ទទួលបានសារលឿនចាជាជាងរូបគាត់ផ្ទាល់ឬក៏អង្គការរបស់គាត់ផ្ទាល់ចាគាត់បានដឹងទទួលដំណឹងថានៅប្រទេសកម្ពុជាយើងជាពិសេសនៅតាមខេត្តផ្សេងៗក្មេងស្រីតែអាយុ13 14ឆ្នាំឪពុកម្ដាយគាត់ប្រជុំឲ្យគាត់ទៅរៀនទៀតណាមិនគ្រប់គ្រួសារទេប៉ុន្តែច្រើនមានចំនួនច្រើនអញ្ចឹងគាត់សង្ឃឹមថាកីឡាឬក៏ការ visit របស់គាត់ទៅដល់ដូចឧទាហរណ៍ខេត្តសៀមរាបអញ្ចឹងសង្ឃឹមថាឪពុកម្ដាយមានការផ្លាស់ប្ដូរចិត្តគំនិតនិងបន្តឲ្យក្មេងស្រីនៅតែបន្តការសិក្សាប្រកបចាអញ្ចឹងគាត់គិតថា sports នេះវាជា tool វាជាឧបករណ៍មួយក្នុងការជំរុញលើកទឹកចិត្តឲ្យក្មេងស្រីមិនថាក្មេងស្រីឬក៏ក្មេងប្រុសគឺឲ្យគាត់បន្តបញ្ចប់ការសិក្សារបស់គាត់ដល់ high school ដល់ថ្នាក់គេហៅថាទី12ហ្នឹងបាក់ដុំអញ្ចឹងណាចាអញ្ចឹងគាត់ជឿជាក់ថា sport កីឡាគឺវាគេហៅវាមានឥទ្ធិពលអញ្ចឹងក្នុងការជំរុញលើកទឹកចិត្តចាហើយមួយទៀតគាត់ជឿជាក់ថាការអប់រំមានសារៈសំខាន់មែនទែនជាពិសេសបើសិនជាប្រទេសកម្ពុជាយើងចង់ខ្លាយទៅជាប្រទេសមួយដែលគេហៅថាមានភាពប្រកួតប្រជែងចាមានភាពខ្លាំងប្រកួតប្រជែងជាមួយគេដូចប្រទេសវៀតណាមប្រទេសថៃអញ្ចឹងគឺយើងត្រូវអប់រំប្រភពទុនធានមនុស្សរបស់យើងគឺតាមរយៈការអប់រំ sports ហ្នឹងឯងជាមួយគ្នានោះដែរកញ្ញា Red Sarita បានសម្ដែងនៅសេចក្តីសោមនស្សរីករាយក្នុងការចូលរួមជាមួយនឹងអង្គការ Happy Football កម្ពុជាអូស្ត្រាលីក្នុងដំណើរទស្សនកិច្ចទៅកាន់ភូមិអូរួងខេត្តសៀមរាបដើម្បីជួបជាមួយនឹងក្មេងស្រីនិងលើកទឹកចិត្តពួកគេឲ្យចូលរួមក្នុងវិស័យកីឡាកាន់តែផុសផុលតាមរយៈការប្រស័យតាក់ទងនិងលេងកីឡាបាល់ទាត់ផ្ទាល់ជាមួយនឹងពួកគេនាសប្តាហ៍ក្រោយតារាសម្ដែងដែលឆ្លងកាត់ការវឹកហាត់និងលេងបាល់ទាត់តាំងពីរាជថ្នាក់ទី6រូបនេះបានចែករំលែកពីអត្ថប្រយោជន៍ជាច្រើនពាក់ព័ន្ធនឹងការលេងកីឡាមិនថាបាល់ទាត់ឬកីឡាអ្វីឡើយសុទ្ធតែអាចកែប្រែមនុស្សម្នាក់បានពិសេសស្ត្រីដែលនឹងជំរុញឲ្យមានភាពរឹងមាំរឹងប៉ឹងក្លាហាននិងទំនាក់ទំនងល្អក្នុងសង្គមហើយមានគុណតម្លៃភាពជាអ្នកដឹកនាំទៀតផងកត្តានេះហើយដែលនាំឲ្យកញ្ញាសម្រេចចូលរួមជាមួយនឹងអង្គការ Happy Football កម្ពុជាអូស្ត្រាលីដើម្បីលើកទឹកចិត្តនិងជំរុញដល់ក្មេងស្រីតាមរយៈការលេងបាល់ទាត់